សម្រាប់អ្នកដែលចូលចិត្តញ៉ាំជ្រូកខ្វៃទាខ្វៃដូចខ្ញុំណាទើបយល់អារម្មណ៍មួយនេះសាកស្ដាប់តែសំឡេងទៅដឹងហើយស្បែកជ្រូកខាងក្រៅស្រួយឡងខ្ញោកសាច់ខាងក្នុងវិញទុនមានជាតិទឹកចូលក្នុងមាត់ម៉ាត់ណាក៏ឆ្ងាញ់ម៉ាត់ណាក៏ឆ្ងាញ់ដែរជ្រូកទៅឆ្ងាញ់ចំណែកទាខ្វៃនេះវិញក៏ឆ្ងាញ់មិនចាញ់ជ្រូកដែរហាំមកសាច់ខាងក្នុងឡងផ្អែមឆ្ងាញ់អត់នឹកស្មានថាកំងជ្រូកមកញ៉ាំឲ្យបានឆ្ងាញ់ដល់ថ្នាក់ហ្នឹងឯងបងប្អូនទាំងអស់គ្នាអើយអត់ដឹងថាសាច់ជ្រូកខ្វៃខាងគាត់ប្រឡាក់រសជាតិបែបណាទេតែញ៉ាំទៅឆ្ងាញ់គ្រប់ម៉ាត់តែម្ដងកន្លែងណាក៏ឆ្ងាញ់ដែរជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមមកអានបុកស៊ីងឈុតរៀងធំតិចហើយមិនមែនមកតែម្នាក់ឯងទេសូម្បីតែកូនពៅខ្ញុំក៏ទ្រាំអត់បានដែរធំអើយធំឡើងមើលកូនពៅឡើងចង់ឃើញហ្មងបាននិយាយពីអារម្មណ៍ពីអ្នកកូនពៅវិញសប្បាយចិត្តខ្លាំងមែនតើដោយសារខានញ៉ាំជ្រូកខ្វៃរៀងយូរដែរហើយក៏លេចមកមើលជ្រូកខ្វៃទាខ្វៃថ្ងៃនេះវិញអូយរលើបរលងគួរឲ្យចង់ញ៉ាំមែនតើមួយចិត្តដល់រដូវឆេងមេងទៀតហើយខ្ញុំសូមមកភ្លក់មុនបងប្អូនទាំងអស់គ្នាសិនណាប៉ុន្តែភ្លក់លើកនេះហាត់ឲ្យបងប្អូនទាំងអស់គ្នាខកបំណងទេមានទាំងជ្រូកខ្វៃមានទាំងទាខ្វៃមើលតាដៃខ្ញុំកោសតែទៅដឹងហើយគឺថាគ្រាន់តែលើសំឡេងប៉ុណ្នេះអាចបញ្ជាក់ពីរសជាតិបានខ្លះហើយបើចង់ដឹងថារសជាតិបែបណាទៀតតើតែខ្ញុំភ្លក់ឲ្យបងប្អូនទាំងអស់គ្នាមើលមិនកាត់ថាភ្លក់ជូនបងប្អូនទាំងអស់គ្នាហើយសុំមកភ្លក់ផ្លូវមុនគេហ្មងអូយស្បែកឡើងរលើបរលោហើយមិនមែនភ្លក់តទេណាមកដោយទាំងទឹកជ្រលក់មានពីររសជាតិមានទឹកសៀងនិងទឹកត្រីកោះកងមកបន្ថែមជាមួយបន្លែមួយឈុតទៀតអត់តន់អស់ហើយកំងឥឡូវហ្នឹងគាត់នៅមានប្រូម៉ូសិនកំងជ្រូកមួយថែមទាខ្វៃមួយហើយបញ្ចុះ10%ពីលើទៀតអូយបាននិយាយពីសាច់ជ្រូកវិញគ្រាន់តែថាបានដាក់ចូលមាត់ភ្លាមស្បែកខាងក្រៅឡើងស្រួយសាច់ខាងក្នុងឡើងទុនមានជាតិទឹកអត់និយាយលេងទេជឿខ្ញុំទៅបងប្អូនទាំងអស់គ្នាអើយកំងជ្រូកខាងគាត់ទៅឆ្ងាញ់ខ្លាំងបើបានផ្ទាប់ជាមួយបន្លែបែបនេះទៀតអូយជ្រលក់ទឹកសៀងបែបនេះទៀតនិយាយពីថាក្លិនវិញឡើងឈ្ងុយស្បែកឡើងស្រួយសាច់ឡើងទុនផ្អែមហើយកន្លែងណាក៏ស្រួយកន្លែងណាក៏ស្រួយដែរនិយាយទៅមកតួជ្រូកហ្នឹងគឺស្រួយគ្រប់កន្លែងហ្មងអត់ទុនអត់ស្វិតទេណាបងប្អូនទាំងអស់គ្នានិយាយប៉ិតមែនកំងជ្រូកញ៉ាំលើកនេះប៉ិតជាអត់ខកបំណងទេទៅតែញ៉ាំហើយណាឥឡូវនឹកឃ្លានចង់ញ៉ាំទៀតហើយរដងញ៉ាំជ្រូកខ្វាញ់មករបៀបថាតលន់ឬក៏អីអញ្ចឹងណាតែលើកនេះអត់ទេបងប្អូនទាំងអស់គ្នាអើយញ៉ាំហើយចង់ញ៉ាំទៀតអើយចង់ញ៉ាំយ៉ាងម៉េចបើស្បែកជ្រូកខាងក្រៅឡងស្រួយសាច់វិញឡងទុនផ្អែមមានជាតិទឹកក្នុងនឹងអត់ខ្សោះហើយណាអូយបើថាបានដាក់ចូលមាត់ហើយគឺថានឹករសជាតិតែម្ដងហើយជ្រូកដែលខ្ញុំកំពុងតែញ៉ាំនេះគឺខ្ញុំកំងមកពីខាងរស់ឆយដែលផេករបស់គាត់មានដល់ទៅ2ហើយគាត់មានរហូតដល់16សាខាបងប្អូនសាសម័យមើលបើសិនជាជ្រូកខាងគាត់អត់ឆ្ងាញ់លក់អត់ដាច់ទេគាត់អត់អាចបរិសាខាបានច្រើនដល់ថ្នាក់ហ្នឹងទេអ្វីដែលកាន់តែពិសេសទៀតនោះគឺជ្រូកខាងគាត់មិនមែនជាជ្រូកដែលរក្សាទុកយូរជ្រូកបកកអីទេគឺជ្រូកធ្វើថ្មីភ្លាមធ្វើថ្មីរាល់ថ្ងៃហ្មងនិយាយមែនមើលតែកូនពៅខ្ញុំទៅដឹងហើយប៉ុណ្ណឹងចេះដឹងឆ្ងាញ់ណាស់ណៃដែរគ្រាន់តែឃើញជ្រូកខ្វៃទាខ្វៃមកដល់គឺថាទាចូលថតហ្មងឥឡូវហ្នឹងជ្រូកខ្វៃខ្ញុំបានសាកហើយដឹងថារសជាតិឆ្ងាញ់ខ្លាំងហើយនៅឡើយទាខ្វៃដែលគាត់ថែមជូននេះចង់ដឹងថារសជាតិឆ្ងាញ់ឬក៏អត់ខ្ញុំនឹងមកសាកឲ្យបងប្អូនទាំងអស់គ្នាមើលចឹងហើយសុំហាច់មកផ្លូវដែរហ្មងកុំឲ្យចាញ់ជ្រូកខ្វៃអូយសាច់ទាឡើងមានជាតិមានខ្លាញ់ស្បែកឡើងរលើបរលោក្លិនទាវិញចាស់ក្លិនឲ្យឡើងឈ្ងុយបានបន្ថែមជាមួយទឹកសៀងបែបនេះទៀតអូយបងប្អូនទាំងអស់គ្នាអូយជ្រលក់ទឹកសៀងបូកជាមួយទឹកត្រីកោះកុងម្ដងមើលចង់និយាយប្រាប់ពីរសជាតិថាអញ្ចេះទាក៏អត់ចាញ់ជ្រូកដែរហើយឃើញទាដែលគាត់ថែមអញ្ចឹងឯណាទានេះអត់ទូចទេឡើងធំប៉ុណ្ណានៃហ្មងចឹងខ្ញុំថ្ងៃនេះពីរអ្នកកូនពៅគឺសុំលេងមកអស់ដៃហ្មងណាគេថាហាត់ប្រាណញ៉ាំជ្រូកខ្វៃអត់បានញ៉ាំទាខ្វៃអត់បានប៉ុន្តែខ្ញុំអាចញ៉ាំបាននិយាយទៅយើងអាចញ៉ាំបានគ្រាន់តែមានពេលវេលាម្ដងម្កាលអីអញ្ចឹងណាបងប្អូនអើយយើងត្រូវឲ្យកាដូខ្លួនឯងដែរហើយបងប្អូនមើលមាត់ខ្ញុំខំជ្រូកខ្វៃមើលគូថាឆ្ងាញ់បដ យដាក់ចូលមាត់ទៅអត់មានជាតិថាតលន់ឬមួយក៏មិនទេឈុកមួយម៉ាត់មានតសក់ស្រួយមានជីអូយសាច់ឈុកបែបតុនឈ្ងុយស្បែកឈុកពេញឡើងស្រួយមើលកូនពៅខ្ញុំថាដាក់ឲ្យមកកាភ្លើនឹងហ្មងគេញ៉ាំមើលតមាត់ទៅដឹងហើយថាឆ្ងាញ់ប៉ុណ្ណាហើយកូនញ៉ាំមិនសូវបានច្រើនដូចម៉ាក់ទេបើម៉ាក់រវល់ឆ្ងាញ់ភ្លេចដាក់ឲ្យកូនរហូតងាយហោណាបានបងប្អូនទាំងអស់គ្នាអើយកំងឈុកប៉ះចំឈុកក៏ឆ្ងាញ់ទាក៏ឆ្ងាញ់ទឹកត្រីក៏ឆ្ងាញ់
បន្លែក៏ឆ្ងាញ់ទៅក៏ម៉ងញ៉ាំហើយអត់ស្ដាយលុយឯក៏ម៉ងហើយដឹងតែក៏ម៉ងទៀតហ្មងដឹងហើយបើបងប្អូនទាំងអស់គ្នាចង់ក៏ម៉ងជ្រូកខ្វៃដែលមានរសជាតិឆ្ងាញ់កុំភ្លេចក៏ម៉ងពីខាងគាត់ណាខ្ញុំហ៊ានធានាបានថាបងប្អូននឹងទទួលបានជ្រូកខ្វៃដ៏សែនឆ្ងាញ់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្រឡាញ់ចូលចិត្តដែលតែងតែជួយ share comment បើមានកន្លែងណាខុសឆ្គងបងប្អូនកុំប្រកាន់ណា